សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិន TSA Class ចាមេរៀនថ្ងៃនេះយើងរៀនអំពីពាក្យ为什么មានន័យថាព្រោះអ្វីឬក៏ហេតុអ្វីអញ្ចឹងនៅក្នុងភាសាចិនកាលណាដែលគេប្រើសំណួរ为什么ដាក់យើងត្រូវតែឆ្លើយទៅវិញ因为ពីព្រោះដូចភាសាខ្មែរយើងដែរកាលណាដែលគេសួរថាព្រោះអ្វីគឺយើងចម្លើយរបស់យើងគឺពីព្រោះចាអញ្ចឹងយើងចូលមើលមេរៀនរបស់យើងតែម្ដង为什么មានន័យថាព្រោះអ្វីឬក៏ហេតុអ្វីចាកាលណាដែលគេប្រើសំណួរ为什么គឺយើងឆ្លើយទៅវិញ因为ពីព្រោះចាមាន为什么គឺត្រូវតែមាន因为ចាខាងនេះយើងមើលឧទាហរណ៍为什么你不喜欢我为什么你不喜欢我ហេតុអ្វីអ្នក不喜欢មិនចូលចិត្តខ្ញុំ为什么你不喜欢我ហេតុអ្វីបានជាអ្នកមិនចូលចិត្តខ្ញុំ因为我们不合适因为我们不合适ចាតែឃើញ为什么គឺយើងឃើញ因为ហើយអញ្ចឹងកាលណាដែលមានសំណួរ为什么យើងត្រូវតែឆ្លើយថា因为我们不合适ពីព្រោះពួកយើង不合适មិនស័ក្តិសមនឹងគ្នា合适ស័ក្តិសម为什么你不吃饭为什么你不吃饭ហេតុអ្វីអ្នកមិន吃饭ញ៉ាំបាយ为什么你不吃饭ហេតុអ្វីអ្នកមិនញ៉ាំបាយ因为我不饿因为我不饿ចាពីព្រោះខ្ញុំមិនឃ្លានពីព្រោះខ្ញុំមិនឃ្លានទេឃ្លាន为什么你不跟我说话为什么你不跟我说话ហេតុអ្វីអ្នកមិនកិនជាមួយខ្ញុំ说话និយាយស្ដី为什么你不跟我说话ហេតុអ្វីអ្នកមិននិយាយជាមួយខ្ញុំ因为我讨厌你因为我讨厌你ពីព្រោះខ្ញុំ讨厌ស្អប់អ្នកព្រោះខ្ញុំស្អប់អ្នកឯង因为我讨厌你នេះជាពាក្យសម្រាយ合适មានន័យថាសមឬក៏ស័ក្តិសមឃ្លាន说话និយាយស្ដី讨厌ស្អប់ចាមេរៀនរបស់យើងនៅពេលនេះដល់ពេលសម្រាប់ហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលទស្សនានៅ Channel របស់ខ្ញុំជូនពរសុខភាពល្អជម្រាបលាចៃជៀន